តែអ្នកចង់យក Gmail មកប្រើនៅក្នុង Microsoft Outlook ដើម្បីអាន email ទាំងអស់នៅកន្លែងតែមួយទេហើយនេះខ្ញុំនឹងបង្ហាញពីរបៀប set up Gmail ទៅ Microsoft Outlook ងាយៗដែលអ្នកអាចធ្វើបានដោយខ្លួនឯងដំបូងសូមចូលទៅកាន់ Gmail របស់អ្នកចុចលើរូប setting ឬសញ្ញាកង់នៅខាងស្ដាំបន្ទាប់មកចុច see all setting ហើយចូលទៅផ្ទាំង forwarding and pop/imap នៅទីនេះត្រូវប្រាកដថា imap ត្រូវបានបើកបើមិនទាន់បើកសូមចុច enable imap រួចចុច save and changeបន្ទាប់មកចូលទៅកាន់ Google search app password Google យើងនឹងឃើញផ្ទាំងខាងលើបន្ទាប់មកយើងនឹង verify account ដោយសារតែ account យើងត្រូវបាន enable ជាមួយនឹង two step verification ទាក់ទងជាមួយនឹងការដាក់លេខទូរស័ព្ទពេលដែលយើងចូលមកដល់ចំណុចនេះគឺយើងចូលទៅកាន់ app password យើងដាក់ឈ្មោះ app បន្ទាប់មកវានឹង generate លេខកូដ16ខ្ទង់ឲ្យយើង copy វារក្សាទុកនៅកន្លែងណាមួយបន្ទាប់មកយើងចូលទៅកាន់ Microsoft Outlookហើយយើងនឹងធ្វើការ copy នៅ address email Gmail របស់យើងហ្នឹងយកមកដាក់នៅកន្លែងកន្លងនេះចុច continue បន្ទាប់ពី continue ហើយវានឹងធ្វើការ authorize យើង continue មកយើង click មួយដើម្បីឲ្យវា read ហើយបន្ទាប់មកវានឹងចេញហើយយើងចុច down មកអញ្ចឹង email របស់យើងដែលជា Gmail ហ្នឹងគឺវាធ្វើការ synchronize ទៅកាន់ Microsoft Outlook ដែលជា app របស់ Windows ហ្នឹងដែលងាយស្រួលក្នុងការប្រើប្រាស់ដូចទៅនឹង email ដែលយើងប្រើប្រាស់នៅក្នុងក្រុមហ៊ុនឬស្ថាប័នដែលយើងកំពុងប្រើរាល់ថ្ងៃដែរ